2 3 refresh អូខេនេះអ្នកនរគ្នាឃើញទេអ្នកនរគ្នា account admin របស់ខ្ញុំគឺត្រឡប់មកវិញបានដោយជោគជ័យហើយឃើញទេអ្នកនរគ្នាឥឡូវនេះគឺម៉ោង 12:38 នាទីហើយខ្ញុំបានប្រហើយការងាររបស់ខ្ញុំហើយឥឡូវនេះគឺដល់វេលាដែលយើងចូលទៅ refresh admin ដែលយើងស្នើសុំនៅមុននឹងបន្តិចណាមុននឹងខ្ញុំស្នើសុំដូចជាម៉ោងប្រហែលទេម៉ោង 10:44 នាទីខ្ញុំធ្វើការស្នើសុំ admin ដែលមានបញ្ហា disable ក៏ដូចជាជាប់ 180 ហ្នឹងអ្នកនរគ្នាឥឡូវនេះគឺម៉ោង 2:10 ហើយ 2:10 កន្លះ 2:40 នាទីឥឡូវហ្នឹង 2:39 នាទីយើងធ្វើការ refresh តែម្ដងហើយខ្ញុំស្នើសុំតាំងពីម៉ោង 10:44 នាទីឥឡូវម៉ោង 10 ម៉ោង 11 ម៉ោង 12 រយៈពេល 3 ម៉ោងហើយវាដាក់នៅក្នុងហ្នឹងវាឲ្យយើងរងចាំ48ម៉ោងរយៈពេល 2 ថ្ងៃប៉ុន្តែតាមរបបពិសោធន៍របស់ខ្ញុំដូចខ្ញុំប្រាប់ពីដើមវីដេអូដែលខ្ញុំនិយាយមុននឹងស្នើសុំហ្នឹងខ្ញុំស្នើសុំយ៉ាងតិចយ៉ាងច្រើនគឺ 5 ម៉ោងយ៉ាងតិចគឺ 2 ទៅ 3 ម៉ោងបានទៅវិញហើយឥឡូវយើងមកមើលការ refresh ទាំងអស់គ្នាហើយមុននឹងចូលយើងចូលមកក្នុង Gmail សិនឥឡូវយើងមើលជាក់ស្ដែងតែម្ដងគឺកុំឲ្យខ្ញុំនិយាយថាតែមាត់ឥឡូវគឺខ្ញុំធ្វើបានហើយមុននឹងយើងចូលទៅ refresh យើងអត់មើលទាំងអស់គ្នាពោះហើយ account របស់ខ្ញុំគឺខ្ញុំទទួលបានជោគជ័យហើយនៅតោះ let's go លើកុំទៅគឺខ្ញុំអត់តបានធ្វើអីទេមុននឹងខ្ញុំរវល់មកធ្វើការងាររបស់ខ្ញុំនេះអញ្ចឹងខ្ញុំបំពេញការងារខ្ញុំឲ្យអស់ហើយខ្ញុំមកដល់ពេលចូលមក refresh ឲ្យគ្នាយើងមើលមុននឹងខ្ញុំធ្វើការស្នើសុំនៅម៉ោង 10:44 នាទីឥឡូវម៉ោង 11:41 នាទីវាចូល 3 ម៉ោងជាងហើយយើងមកធ្វើការ refresh យើងយកម៉ៅមកចូលមើលក្នុង Gmail សិនយើងចូលមកក្នុង Gmail អូខេនេះគឺខាងក្រុមហ៊ុន Facebook បានផ្ញើសារមកហើយនេះអូខេអ្នកនរគ្នាឃើញទេមុនហ្នឹងគឺវាជាប់នៅលើពាក្យហ្នឹង 180 ថ្ងៃហើយកន្លែងរូប profile ហ្នឹងគឺបិទអត់ឲ្យយើងមើលឃើញទេឥឡូវនេះគឺ Facebook របស់យើងគឺទទួលបាន 100% មកវិញហើយគឺ account admin របស់ខ្ញុំគឺ Facebook បានត្រឡប់មកវិញហើយត្រឡប់ឲ្យយើងបើកការមើលឃើញវិញហើយអ្នកនរគ្នាហើយយើងអាច search យើងយកឈ្មោះយើងហ្នឹងទៅ search នៅ Facebook ផ្សេងគឺយើងឃើញនឹង account admin របស់យើងធម្មតា account admin របស់យើងគឺ រិចធម្មតាឥឡូវនេះគឺខ្ញុំធ្វើការចូលទៅ refresh ក្នុង Facebook តែម្ដងខ្ញុំអត់ចូលក្នុង login into Facebook ហ្នឹងទេខ្ញុំអត់ចូលកន្លែងនេះទេខ្ញុំមក refresh ឲ្យអ្នកនរគ្នាមើលជាក់ស្ដែងតែម្ដងនេះអ្នកនរគ្នាប្រហែលម៉ោងមុនគឺខ្ញុំ refresh ឲ្យអ្នកនរគ្នាមើលគឺវាអត់តាន់បាន 100% មកវិញទេឥឡូវគឺយើងដល់ពេលយើងមក refresh ហើយម៉ោង 12:43 នាទីយើងមិនចាំបាច់ខាតពេលយូរទេយើង refresh ទាំងអស់គ្នាអូខេអ្នកនរគ្នាមើលម៉ៅនេះអត់មានកាត់តនេះអ្នកនរគ្នានេះរូបខ្ញុំឈ្មោះខ្ញុំឈ្មោះក្រុមហ៊ុនរបស់ខ្ញុំហើយនៅក្នុង Gmail គឺវាផ្ញើសារមកហើយគឺ account បើកឲ្យប្រើប្រាស់វិញហើយយើងមក refresh ជាក់ស្ដែងនៅលើផ្ទាំងនឹងតែម្ដងតា1 2 3 refresh អូខេនេះអ្នកនរគ្នាឃើញទេអ្នកនរគ្នា account admin របស់ខ្ញុំគឺត្រឡប់មកវិញបានដោយជោគជ័យហើយគឺអានេះខ្ញុំមិនមែននិយាយបានតែមាត់ទេអ្នកនរគ្នាឲ្យតែ admin ខ្ញុំកាន់លើដៃខ្ញុំ100ទាំង100បើសិនជា admin របស់ខ្ញុំមានបញ្ហាគឺខ្ញុំស្នើសុំគឺបានមកវិញហើយមុននឹងស្នើសុំអ្នកនរគ្នាគឺមានវិធីច្រើនណាស់អ្នកនរគ្នាស្នើសុំមិនមែនចេះតែស្នើសុំមកវិញបានតែងាយអ្នកនរគ្នាយើងត្រូវមានបច្ចេកទេសក្នុងការស្នើសុំ account admin ខ្លះសំខាន់ខ្លាំងមែនទែនហើយយើងមិនសូវជាយល់ដឹងពីការស្នើសុំយើងចេះតែចុចតាមវាព្រាវគឺ account ហ្នឹងគឺវាបិទ disable ចោលមិនអាចឲ្យយើងប្រើការវិញទេឥឡូវគឺ account Facebook របស់ខ្ញុំ admin ដ៏សំខាន់របស់ខ្ញុំគឺ Facebook បើកឲ្យប្រើប្រាស់វិញហើយអ្នកនរគ្នាអញ្ចឹងសរុបមកវិញគឺ admin ខាងក្រោមនេះគឺគ្មានបញ្ហាទេគឺដំណើរការទាំងអស់មកវិញហើយអ្នកនរគ្នានេះគឺជាចំណេះដឹងមួយចែកម្លែកទៅកាន់អ្នកនរគ្នានិយាយរួមទៅអារឿងដោះ account ហ្នឹងគឺខ្ញុំដោះច្រើនដងអ្នកនរគ្នា account admin ឲ្យតែ admin ខ្ញុំកាន់ផ្ទាល់ដៃតែមានបញ្ហាគឺខ្ញុំដោះស្រាយបាន100ទាំង100គឺបានតែបើសិនជា account សម្រាប់អ្នកនរគ្នាខ្ញុំអត់ដឹងថាអ្នកនរគ្នាដោះបានដូចខ្ញុំឬក៏អត់ទេហើយអ្នកនរគ្នាអាចសាកបានវិធីនេះគឺវាមិនមែនជាសាំញ៉ាំទេអ្នកនរគ្នាហើយមុននឹងធ្វើអ្នកនរគ្នាបើសិនជាអត់ទាន់យល់អ្នកនរគ្នាចាំឆាតមកបាន
បើសិនជា admin របស់បងប្អូនមាន page សំខាន់មុននឹងសុំស្នើគឺអ្នកនរគ្នាត្រូវមើលវាឲ្យគ្រប់ជ្រុងជ្រោយសិនមុនស្នើសុំពោះពេលខ្លះវា spam វាជាប់អ៊ីនធឺណិតវា spam អ៊ីនធឺណិតយើងត្រូវ clear អ៊ីនធឺណិតឬក៏ update នៅ Facebook សិនហើយមួយទៀតខ្ញុំប្រាប់អ្នកនរគ្នាដាច់ខាតអ្នកនរគ្នាកុំស្នើសុំនៅលើកុំព្យូទ័រដោយវីដេអូខ្ញុំប្រាប់ពីខាងដើមអញ្ចឹងអ្នកនរគ្នាវីដេអូទី1មុននឹងស្នើសុំ account ដែលមានបញ្ហាហ្នឹងអ្នកនរគ្នាអាចចូលទៅមើលបានគឺខ្ញុំប្រាប់យ៉ាងក្បោះក្បាយហើយអ្នកនរគ្នាអាចចូលសិក្សាបន្ថែមហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាគឺនេះគឺខ្ញុំមក refresh ឲ្យអ្នកនរគ្នាមើលជាក់ស្ដែងថាខ្ញុំមិនមែនជាអ្នកកាត់តទេអានេះជាក់ស្ដែងមើលជាក់ស្ដែងម៉ោង2:10ជាងហើយខ្ញុំហើយមុននឹងខ្ញុំស្នើសុំម៉ោង10ម៉ោងប្រហែល10:44នាទីនេះអានេះវាផ្ញើសារមកហើយអានេះគឺរយៈពេល3ម៉ោងអ្នកនរគ្នាគឺត្រឡប់មកវិញឲ្យតែ admin របស់យើងធ្លាប់សកម្មភាពទៅលើ account មួយហ្នឹងគឺអត់ងាយក្នុងការបាត់បង់ទេរបស់យើងគឺនៅតែជារបស់យើងហើយនេះ refresh មក plot ឃើញអ្នកនរគ្នា admin សំណប់ចិត្តរបស់ខ្ញុំគឺត្រឡប់មកវិញហើយឃើញទេអ្នកនរគ្នាគឺខុសដល់សំណប់មិនមែនមានតែមួយអ្នកនរគ្នាគឺ20ហើយក្នុង20 admin ហ្នឹងគឺមាន page ទាំងអស់របស់ខ្ញុំនៅក្នុងហ្នឹងទោះបាត់ admin មួយនេះឬក៏ admin មួយនេះមកត្រឡប់មកវិញក៏គ្មានបញ្ហាដែរសម្រាប់ខ្ញុំព្រោះស្ដែងអ្នកនរគ្នាបើសិនជា account admin របស់ខ្ញុំមួយនេះអត់ត្រឡប់មកវិញទេស្នើសុំទៅ Facebook អត់ត្រឡប់មកវិញទេគឺយើងអត់មានអីជាបញ្ហាទេព្រោះអីនៅក្នុង account មួយនេះយើងមាន page ច្រើនប៉ុន្តែយើងអាចចូលទៅក្នុង admin ផ្សេង remove account ដែលយើងមានបញ្ហានឹងចាញ់បានហើយនេះគឺ account admin របស់ខ្ញុំគឺត្រឡប់មកវិញហើយខ្ញុំមិនចាំបាច់ remove account admin មួយនេះទេខ្ញុំរក្សាទុកបន្តការងារទៅមុខទៀតពេលខ្ញុំនិយាយប្រាប់អ្នកនរគ្នាហើយប្រាប់ទៀតថា account admin មួយបើសិនជាយើងមាន page នៅក្នុងនឹងធំ page អាជីវកម្មរបស់អ្នកនរគ្នាមិនត្រូវដាក់តែមួយ admin ទេអ្នកនរគ្នាគួរតែដាក់3ទៅ5ទៅប៉ុន្តែសម្រាប់អ្នកនរគ្នាមាន security ខ្ពស់អ្នកនរគ្នាដាក់10ក៏បានដែរអានឹងការពារខ្ពស់មែនទែនប៉ុន្តែខ្ញុំ recommend ត្រឹម4ទៅ5បានអានឹងសម្រាប់អ្នកនរគ្នាຕົកទៅហើយ4សម្រាប់យើងការពារទៅហើយ admin មួយសម្រាប់ផុសសៀទៅអត់អីទេហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាគឺមកវិញហើយនេះ account របស់ខ្ញុំគឺមកវិញហើយអ្នកនរគ្នាស្រឡាញ់ពេញបេះដូងតែម្ដងស្នើសុំបានមកវិញហើយ thank you នេះវីដេអូមុនខ្ញុំដាក់រងចាំឥឡូវយើងមិនចាំបាច់រងចាំយូរទេ3ម៉ោងគឺ account ហ្នឹងត្រឡប់មកវិញតែម្ដងឥឡូវនេះគឺយើងធ្វើការបានហើយឥឡូវហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងមានអ្វីថ្មីទៀតសម្រាប់ចែកជូនដល់អ្នកនរគ្នាបានទស្សនាឲ្យតាក់ទងទៅនឹង Facebook គឺខ្ញុំនឹងចែកលេខនៅពេលខ្ញុំបង្ហាញការងាររបស់ខ្ញុំរៀបចំការងាររបស់ខ្ញុំឲ្យអស់ខ្ញុំធ្វើវីដេអូឲ្យអ្នកនរគ្នាបានទស្សនាមើលអញ្ចឹងហើយវីដេអូរបស់ខ្ញុំមិនមែនជាវីដេអូណាដែលសំខាន់ទេតែបើសិនជាអ្នកនរគ្នាធ្វើការលើវិស័យ digital marketing អ្នកនរគ្នាឃើញវីដេអូរបស់ខ្ញុំផលហ្នឹងគឺគាត់សប្បាយចិត្តហ្មងពេលដែលគាត់ធ្វើបានតែបើគាត់ធ្វើអត់បានអាហ្នឹងយើងសិក្សាបន្ថែមទៀតព្រោះមានបងយើងលោកគ្រូអ្នកគ្រូគាត់បរៀនច្រើនណាអានេះខ្ញុំបទពិសោធន៍របស់ខ្ញុំធ្វើវីដេអូចែកជូនទៅអ្នកនរគ្នាបានទស្សនាអ្នកនរគ្នាខ្លះគាត់មានបញ្ហាដូចខ្ញុំហើយគាត់អត់ចេះធ្វើហើយគាត់បានឃើញវីដេអូរបស់ខ្ញុំគាត់ធ្វើតាមខ្ញុំមួយទៅគាត់ដោះស្រាយគាត់ធ្វើបានបងប្អូនខ្លះគាត់ធ្វើអត់បានអញ្ចឹងណាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយ